តើសួស្តីបងប្អូនវីដេអូនេះខ្ញុំធ្វើសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះបដូរតេឡេថ្មីដែលគាត់ទិញតេឡេទៅហើយគាត់អត់ចេះ connect បដូរតេឡេពីតេឡេធម្មតាទៅតេឡេអេក្រង់អញ្ចឹងតែឥឡូវវីដេអូនេះខ្ញុំមកប្រាប់មួយពីរបៀបយើង set up តេឡេថ្មីតោះទីមួយយើងចុចបើក drone យើងសិនមកចុចមួយសង្កត់ឲ្យជាប់យើងបើក drone ណាកុំភ្លេចដោះ remote camera ចេញផងបាទបន្ទាប់មកយើងចុចបើកតេឡេចុចមួយសង្កត់ឲ្យជាប់មកបើសិនជាតេឡេចាស់បងប្អូននៅមានជាប់ account បងប្អូនត្រូវ remove account ចេញសិនណាបើសិនជា drone ជាប់ account យើង connect អត់ជាប់ទេតែឥឡូវយើងបើកតេឡេចេញមកតោះបើយើងបើកតេឡេយើងរងចាំមកស្ទុះឲ្យវាដំណើរការសិនវារៀងកង់ពលឺតិចបងប្អូនរៀងពិបាកមើលអូខេឥឡូវយើងបើកវាចេញបានហើយអញ្ចឹងបន្តមកទៀតយើងបើយើងមាន Wi-Fi យើង connect Wi-Fi យើងចូលសិនមកណានេះបើសិនជាយើងអត់មានផ្ទះយើងអត់មាន Wi-Fi ទេយើងconnect share Wi-Fi ទូរស័ព្ទមក hotspot ទូរស័ព្ទយើងចូលឲ្យ Wi-Fi យើងសង្កត់ពីលើឲ្យជាប់មកអូខេហើយយើង share Wi-Fi វាយ password ចូលអញ្ចឹងណាបងប្អូនចានេះតែខ្ញុំមាន Wi-Fi អញ្ចឹងឥឡូវខ្ញុំ connect Wi-Fi របស់ខ្ញុំចូលសិនអូខេឥឡូវខ្ញុំ share Wi-Fi ខ្ញុំចូលហើយអញ្ចឹងវាឡើងសេវានៅលើខាងលើនេះអញ្ចឹងយើងថយក្រោយវិញមកបន្ទាប់ពីយើង connect Wi-Fi ហើយយើងចុចកន្លែងនេះបងប្អូនចុចកន្លែងនេះមួយមកអញ្ចឹងវាឲ្យយើងរើស model drone អញ្ចឹង drone យើង model អី model mini series ឬក៏model មួយណាយើងចុចចូល model មួយហ្នឹងអញ្ចឹងរបស់ខ្ញុំប្រភេទ Air 2S អញ្ចឹងខ្ញុំចុចពីលើ Air 2S មកបន្តមកយើងចុចកន្លែងនេះមួយបងប្អូនវាឲ្យយើង update យើង update តាមវាណាយើងរងចាំមកស្ទុះសិនយើងរងចាំមកស្ទុះកន្លែងវាចេញហ្នឹងយើងចុច OK មកអញ្ចឹងយើងរងចាំបន្តិចទៀតឲ្យវាចេញកន្លែងនេះពណ៌ខៀវឲ្យវាដំណើរការសិនបងប្អូនវាកំពុងតែ search រកហើយអូខេឥឡូវចេញចឹងហើយយើងបងប្អូនចុចពីលើមកពណ៌ខៀវបន្ទាប់ពីចុចហ្នឹងហើយបងប្អូនចុចកន្លែងនេះមួយទៀតអូខេនៅពេលចេញទឺតអញ្ចឹងគេដាក់អក្សរឲ្យយើងមើលលើនេះគេឲ្យយើង hold 4 វិនាទីអញ្ចឹងយើងសង្កត់លើបេតុងបិទបើករបស់ drone ណា drone មកអីយើងសង្កត់ម៉ាក់ហ្នឹងទៅយើងសង្កត់វាឲ្យជាប់4 វិនាទីមកឲ្យវាលឺទឺតចាំប្រឡែងដៃអូខេលឺទឺតចឹងហើយចាំយើងប្រឡែងដៃចឹងមកអញ្ចឹងយើងទុកមកស្ទុះតិចទៀតវាជាប់បងប្អូនបើសិនជាធ្វើចឹងម្ដងអត់ជាប់សារក្រោយបងប្អូនព្យាយាមធ្វើអញ្ចឹងម្ដងទៀតជួនកាលយើងធ្វើម្ដងវាអត់ជាប់ទេអូខេឥឡូវយើងទុកចោលមកស្ទុះទៀតវាចាប់ដើម connect ចូលបងប្អូនអញ្ចឹងយើងចុចកន្លែងនេះមកអូខេឥឡូវយើង connect ចូលហើយបងប្អូនអញ្ចឹងអានេះបងប្អូនមាន Gmail បងប្អូនដាក់ Gmail បើសិនជាអត់ដាក់ Gmail ទេ drone លេងអត់បានឆ្ងាយទេណាអញ្ចឹងយើងចុចទៅលើហ្នឹងមកនេះបើសិនជាយើងអត់មាន account Gmail យើង connect ចូល tele ថ្មីយើងទេហោះបានតែកម្ពស់30 ម៉ែត្រចម្ងាយ50 ម៉ែត្រទេអញ្ចឹងយើងចុចពាក្យ login ហ្នឹងបងប្អូនអញ្ចឹងបងប្អូនមាន Gmail បងប្អូនដាក់ Gmail បងប្អូនចូលមកណាអញ្ចឹងខ្ញុំមាន Gmail ខ្ញុំដាក់ Gmail ខ្ញុំចូលតោះឥឡូវខ្ញុំសុំវាយបន្តិចសិនអូខេនៅពេលដែលខ្ញុំវាយចឹងហើយខ្ញុំចុចគ្រីសក្រោមនេះមួយបន្ទាប់មកចាំចុច next ទៅមុខអញ្ចឹងគេឲ្យយើងវាយ password ម្ដង password អក្សរធំអក្សរទូចអីយើងវាយប្រយ័ត្នតិចកុំឲ្យខុសអក្សរធំវាយអក្សរធំអក្សរទូចដាក់អក្សរទូចបងប្អូនអូខេឥឡូវខ្ញុំវាយ password ខ្ញុំហើយអញ្ចឹងខ្ញុំចុចគ្រីសក្រោមនេះមកវាដំណើរការចូលបងប្អូនហើយកន្លែងនេះបងប្អូនមើលទៅកន្លែង tray 3ក្រោយនេះណាកុំភ្លេចបើកកម្ពស់ចម្ងាយផងយ៉ាត់លេងអត់បានឆ្ងាយអាខាងលើនេះ OTH នេះ return home អញ្ចឹងយើងដាក់ត្រឹម50 ម៉ែត្រទេបានហើយបើក្រោមពីនេះកម្ពស់ចម្ងាយយើងទាញឲ្យកប់តែប៉ុណ្្នឹងរួចរាល់បងប្អូន